ការដែលថៃប្រើកម្លាំងយោធាកាន់កាប់នៅប្រាសាទតាមាន់ធំគឺជាទង្វើខុសច្បាប់ហើយមិនថាតែប្រើផែនទីណាក៏ដោយទោះបីជាផែនទីខ្នាត1លើ200,000ដែលបន្សល់ទុកពីបារាំងឬក៏ផែនទីដែលថៃគូសខ្លួនឯងឯកតោភាគីឡើយគឺសុទ្ធតែបង្ហាញថាប្រាសាទតាមាន់ធំស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាហើយបើសូម្បីតែផែនទីដែលថៃគូសដោយខ្លួនឯងក៏បង្ហាញថាប្រាសាទតាមាន់ធំស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាដែរតើមានហេតុផលអីដែលត្រូវប្រកែកទៀតសកម្មភាពរបស់ថៃទាំងអស់នេះគឺបានបង្ហាញច្បាស់ណាស់ថាជាការឈ្លានពានមិនដូចអ្វីដែលគេអះអាងថាជាការការពារទឹកដីនោះទេមន្ត្រីជំនាញមកពីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់ថាប្រាសាទតាមាន់ធំគឺស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជាដោយផ្អែកទៅលើភស្តុតាងផ្លូវការជាច្រើនដែលរួមមានផែនទីមាត្រដ្ឋាន1លើ200,000និងកំណត់ហេតុនៃការបោះបង្គោលព្រំដែនរបស់គណៈកម្មការឥណ្ឌូចិនសៀមឆ្នាំ1908និងឆ្នាំ1919ដែលជាឯកសារមានតម្លៃផ្លូវច្បាប់សម្រាប់ការកំណត់ព្រំដែនប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺផែនទី L717 មានដ្ឋាន1លើ50,000ដែលថៃគូសដោយខ្លួនឯងឯកតោភាគីនិងមិនមានការទទួលស្គាល់ជាផ្លូវការឬមិនមានតម្លៃផ្លូវច្បាប់សោះឡើយពាក់ព័ន្ធនឹងការកំណត់ព្រំដែនប៉ុន្តែនៅក្នុងផែនទីនោះក៏បានបង្ហាញដែរថាប្រាសាទតាមាន់ធំគឺស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាងាយយល់បំផុតសូម្បីតែផែនទីដែលថៃគូសខ្លួនឯងឯកតោភាគីហ្នឹងក៏មិនអាចបដិសេធអំពីទីតាំងរបស់ប្រាសាទតាមាន់ធំបានដែរភស្តុតាងប្រវត្តិសាស្ត្រឯកសារនៃការបោះបង្គោលព្រំដែនហើយនិងផែនទីគឺសុទ្ធតែចង្អុលបង្ហាញទៅការសន្និដ្ឋានមួយដូចគ្នាគឺប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីរបស់កម្ពុជាប៉ុន្តែបច្ចុប្បន្ននេះធ្វើឲ្យបើមានតំបន់មួយចំនួនកំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងជាក់ស្ដែងរបស់ថៃក៏ពិតមែនប៉ុន្តែកម្ពុជាយើងនៅតែមានភស្តុតាងប្រវត្តិសាស្ត្រហើយនឹងឯកសារដែលមានតម្លៃផ្លូវច្បាប់គ្រប់គ្រាន់ដើម្បីគាំទ្រការអះអាងអំពីអធិបតេយ្យភាពលើតំបន់ទាំងនោះសម្រាប់កម្ពុជាផែនទីខ្នាត1លើ200,000និងកំណត់ហេតុឆ្នាំ1908និងឆ្នាំ1919មិនមែនគ្រាន់តែជាឯកសារធម្មតាទេប៉ុន្តែនេះគឺជាភស្តុតាងដែលមានតម្លៃផ្លូវច្បាប់នៅក្នុងការកំណត់ព្រំដែនហើយកម្ពុជាក៏ចាត់ទុកសកម្មភាពរបស់ថៃនៅពេលនេះជាសកម្មភាពដែលមិនស្របទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់និងយន្តការអន្តរជាតិដែលបានបន្សល់ទុកសម្រាប់ការកំណត់ព្រំដែនរវាងប្រទេសទាំងពីរការពិតមិនមែនផ្លាស់ប្ដូរតាមការអះអាងទេភស្តុតាងនៅតែជាភស្តុតាងហើយសូម្បីតែផែនទីដែលថៃគូសខ្លួនឯងនោះក៏នៅតែចង្អុលបង្ហាញទៅចំណុចដដែលថាប្រាសាទតាមាន់ធំគឺស្ថិតក្នុងទឹកដីរបស់កម្ពុជា